trong sông phải tranh nơi át cầm băng tẹt tông cho môi nâng rương rô rơ cả nạ ròn trời và dần mình trong bằng hai một tích hai rương á ba này dây thăm mà bài thầy thầy xin haiខ្ញុំថាជាមេសូនមួយខ្ញុំមិនជ្រើសចេញចូលកិច្ចការផ្ទៃក្នុងរបស់ថៃទេក៏ប៉ុន្តែបើសិនជាសួរយោបល់ខ្ញុំមិនខ្វះយោបល់ជូនទេប៉ុន្តែរឿងសម្រាប់យ៉ាងណាគឺវាស្ថិតនៅលើសមត្ថកិច្ចរបស់ថៃតែប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រកម្ពុជាគឺមានតែសម័យដៃជោទេដែលថៃបានពឹងពាក់ហើយសួរយោបល់ក្នុងហ្នឹងគឺបកភឿថៃនឹងឯងចាប់5ពីបកថៃរៈថៃរហូតមកដល់ភឿថៃនិយាយត្រង់អញ្ចឹងមករឿងគណៈរដ្ឋមន្ត្រីមិនមែនខុសមកពីភូមិใจថៃទេប៉ុន្តែនេះផ្ដើមចេញពីការមិនស្មោះត្រង់ចំពោះសវត្ថិភាពដែលផ្ដើមចេញពីនាយករដ្ឋមន្ត្រីនេះខ្ញុំសូមនិយាយឲ្យលម្អិតបន្តិចពេលមកទស្សនកិច្ចនៅកម្ពុជាផ្លូវការបន្ទាប់ពីទស្សនកិច្ចផ្លូវការរួចហើយជួបនាយករដ្ឋមន្ត្រីជួបប្រធានសភាជួបប្រធានព្រឹទ្ធសភាចូលកលព្រះមហាក្សត្រហើយពីរអ្នកប្តីប្រពន្ធបានមកផ្ទះរបស់ខ្ញុំដើម្បីទទួលទានអាហារក្នុងនាមជាគ្រួសារក្នុងនាមជាគ្រួសារពេលនោះលោកជំទាវនាយករដ្ឋមន្ត្រីអង្គអេងបានប្រាប់ខ្ញុំថាភឿថៃត្រូវការយកក្រសួងមហាផ្ទៃមកគ្រប់គ្រងដើម្បីសម្រេចគោលដៅបង្កើតមជ្ឈមណ្ឌលកំសាន្តដែលខាងភូមិใจថៃមិនយល់ព្រមហើយបដូរក្រសួងសុខាភិបាលឲ្យទៅអនុជិញដែលពេលនោះអនុជិញជាឧបនាយករដ្ឋមន្ត្រីនៅរដ្ឋមន្ត្រីមហាផ្ទៃដើម្បីឲ្យអនុជិញទៅកាន់ជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសុខាភិបាលវិញគាត់បានប្រាប់ខ្ញុំថានេះជាវិធីមួយដើម្បីឲ្យភូមិใจថៃដើរចេញដោយខ្លួនឯងខ្ញុំអត់មកអត់ក៏ទេខ្ញុំចិត្តក្នុងចិត្តថាអពេលហើយភាពប្រយសួយនៃនយោបាយថៃបែបនេះបែរជាកំពុងគិតហើយកំពុងតែក្បត់សម្ព័ន្ធភាពបែបនេះអាចធ្វើទៅរួចខ្ញុំក៏គិតថាថ្ងៃណាមួយគេគង់តែក្បត់ជាមួយខ្ញុំដែរបើគេក្បត់គ្នាគេហើយគេមិនខ្លាចក្បត់ជាមួយយើងទេរឿងហ្នឹងទៅចាំទៅចាំហើយខ្ញុំមានទម្លាប់មួយចេះបើខ្ញុំទៅជាមួយអ្នកណាមួយហើយអ្នកនឹងមកនិយាយរឿងរបស់អ្នកដទៃអ្នកនឹងខ្ញុំលេងស្អប់គប់ហើយព្រោះអីបើគេយករឿងអ្នកដទៃមកនិយាយប្រាប់យើងថ្ងៃក្រោយគឺទៅជួបអ្នកដទៃគេយករឿងយើងទៅនិយាយប្រាប់អ្នកដទៃអញ្ចឹងរឿងហ្នឹងជាដំណំហើយខ្ញុំតែងតែអប់រំកូនចៅរបស់ខ្ញុំថាសូមកុំឲ្យយករឿងគេមកនិយាយកុំថាពាក្យមួយបែបថាកុំយករឿងក្នុងចេញក្រៅកុំយករឿងក្រៅចូលក្នុងជាដំណំក្នុងគ្រួសាររបស់ខ្ញុំអត់ឲ្យយករឿងអ្នកផ្សេងក្រៅផ្ទះយកមកនិយាយក្នុងផ្ទះខ្លួនឯងទេហើយកុំសែបគប់ជាមួយអ្នកដែលនិយាយដើមគេព្រោះតែនិយាយដើមគេជាមួយយើងដល់លួយហើយទៅជួបគេដទៃគេមិនយកយើងទៅនិយាយដើមយើងដែរអញ្ចឹងកុំសែបគោអសោះ
កុំខ្សែគប់អញ្ចឹងរឿងនេះគោលដៅរបស់គេគឺអញ្ចេះហើយគេបានប្រាប់ខ្ញុំគេថាដើម្បីជំនួសដល់ពេលដែលភូមិใจថៃដើរចេញគេនឹងយកមនុស្សមួយផ្នែកដែលចាក់ចេញពីប្រវេទវងសវណ្ណនិងមួយផ្នែកដែលចេញពីចាក់ចេញពីគណៈបព្វជិជនដែលពីមុនជារបស់កៅក្រៃយកមកប្រគ្រប់អញ្ចឹងបានសក្តិថាទៅលួចកម្លាំងរបស់ប្រវេទវងសវណ្ណនិងទៅលួចកម្លាំងរបស់អតីតប្រធានបកពីតាផ្ទះនៅតែខ្មៅអង្គឯងកុំគាត់ណាកុំពេលកុំបើថាខ្ញុំនិយាយមិនច្បាស់ទេស្បត់ហ៊ានស្បត់ឬអត់មកស្បត់ជាមួយគ្នាខ្ញុំនិយាយតាមប្រមាណបើសិនជាចិត្តស្រឿងស្បត់ជាមួយខ្ញុំហើយណាត់ទៅនេះទៅស្បត់នៅណែពុទ្ធគយាប្រទេសឥណ្ឌាខ្ញុំប្រមូលស្បត់ថ្ងៃ15ពេលហ្នឹងធ្លាក់ហួតនៅឯបាងកកនៅបាងកកពេលដែលអង្គអ៊ីងទូរស័ព្ទជាប់ព្រោះដោយសារតែធ្លាក់ហួតនៅជាមួយអង្គអ៊ីងនិងរដ្ឋមន្ត្រីការពារជាតិហើយទូរស័ព្ទមកខ្ញុំវាមិនចូលអញ្ចឹងត្រូវបែកគ្នាអញ្ចឹងក្លឹងហួតក៏ចាប់ចងទូរស័ព្ទ3ទូរស័ព្ទខ្ញុំមួយទូរស័ព្ទអង្គវិញមួយទូរស័ព្ទរបស់អ្នកងូមួយដើម្បីពេលមានការព្រោះអង់គ្លេសខ្ញុំវាអត់ច្បាស់ខ្ញុំមិនធានាខុសត្រូវទេអាហ្នឹងខ្ញុំត្រូវសន្ទនាជាភាសាខ្មែរហើយឲ្យមានការបកប្រែអញ្ចឹងចាប់ចងពេលហ្នឹងក្លៀងហួតបានប្រាប់ថាដោយបៃគេប្រើពាក្យដោយបៃព្រោះដោយសារតែថៃស៊ីនគាត់នៅដោយបៃអញ្ចឹងធម្មតាក្លៀងហួតហៅថៃស៊ីនថាដោយបៃឲ្យជំរាបលោកពូលោកអានលោកពុកព្រោះក្លៀងហួតហៅខ្ញុំលោកពុកពេលហ្នឹងក្លៀងហួតបានប្រាប់មកថាដោយបៃឲ្យប្រាប់លោកពូថាឥឡូវហ្នឹងគឺត្រៀមដកអនុចិញ្ចេញហើយដកអនុចិញ្ញហើយខ្ញុំក៏ប្រាប់ទៅក្លៀងហួតវិញថាប្រាប់ទៅថៃស៊ីនថាដូរគេប្រយ័ត្នគេដូរខ្លួនវិញពេលវេលានេះមិនមែនជាពេលវេលាដែលត្រូវដូរគេទេពេលវេលាទប់ខ្លួននៅនឹងប៉ុន្តែដល់ទៅបែកឃ្លាយទៅនៅសានសម្លេងនេះខាងភូមិใจថៃគេរក្សាកិត្តិយសរបស់គេដែរគេដកខ្លួនចេញពីរដ្ឋបាទមិនបាច់ចាំឲ្យដកគេតន់ណាអានឹងរឿងវិញចឹងឥឡូវខ្ញុំសូមនិយាយរឿងដល់រឿងទី7រឿងជំងឺរបស់ថៃស៊ីនដែលតុលាការហៅថៃស៊ីនទៅថ្ងៃ13 14កន្លងទៅទៀតតុលាការថៃអើយមិនបាច់ចាំស៊ើបអង្កេតអីទេខ្ញុំជាសាក្សីមួយអង្គអ៊ីងក៏ជាសាក្សីហើយអង្គអ៊ីងក៏ជាប់ពិរុទ្ធភាពởរឿងហ្នឹងដែរក្លៀងហួតក៏ជាសាក្សីមួយនិងម្នាក់ទៀតខ្ញុំមិនចេញឈ្មោះទេខ្ញុំលាក់ឈ្មោះសិនប៉ុន្តែប្រសិនបើតុលាការមានការតម្រូវខ្ញុំនឹងប្រាប់ឈ្មោះក្នុងជនជាតិថៃស៊ីនអត់មានឈ្មោះអីទាំងអស់អត់មានឈ្មោះអីទាំងអស់ខ្ញុំឲ្យហោះទៅសួរសុខទុក្ខថៃស៊ីនដល់ទៅពេលថតរូបទៅយកអាប្រដាប់ពាក់កទៅយកពាក់អាដៃនេះយកពាក់ដើម្បីថតរូបថតជាប់ហើយដោះចេញទៅស៊ីបាយ